សួស្តីបងប្អូនទាំងអស់គ្នារីករាយថ្ងៃចុងសប្តាហ៍ថ្ងៃនេះការងារច្រើនណាបងប្អូនសង្ស័យថ្ងៃសៅរ៍ចុងសប្តាហ៍ថែមម៉ោងទៀតហើយក្រុមខ្ញុំចឹងការងារដំបូងរបស់ពួកខ្ញុំចូលមកធ្វើការដំបូងគឺនាំគ្នាទៅយកខោនៅកន្លែងហាលចឹងមកទៀស2នាក់មកទៀស2នាក់រុញមកទុកពិនិត្យគុណភាពមើលពណ៌មើលអីចឹងថ្ងៃនេះខោច្រើនណាបងប្អូននៅខាងរោងចក្រខ្ញុំគឺអីវ៉ាន់មិនចេះខ្វះទេបងប្អូនខោច្រើនណាស់ខែម៉ោងជារៀងរាល់ថ្ងៃចឹងការងារដំបូងចូលមកធ្វើការគឺនាំគ្នាដើររកអាទិសដាក់ខោយកមកមើលចឹងបងប្អូនទាំងប្រុសទាំងកម្មការនីទាំងកម្មករអញ្ចឹងប្រុសទាំងស្រីចឹងអត់ដើររកអាទិសទេដឹងអត់មានអីដាក់ខោឲ្យបងប្អូនព្រោះបើសិនជាប្រុសត្រូវរកអាទិសយកខោទៅបោកឬក៏យកអាទិសដាក់ខោទៅហាលទៅអីចឹងណាចូលមកធ្វើការដំបូងត្រូវនាំគ្នាទៅរុញខោអញ្ចឹងយកមកមើលពណ៌តែអញ្ចឹងបងសង្ឃឹមបងអ្នករុញខោតាមម្នាក់ហ្នឹងរុញកន្លះថ្ងៃគឺមិនទាន់អស់ផងដោយសារវាច្រើនអញ្ចឹងក៏ខាងក្រុមឬក៏ផ្នែកខ្ញុំមនុស្សច្រើនអញ្ចឹងជួយរុញពណ៌មកម្នាក់2នាក់មកទៀស2នាក់មកទៀសមកដើម្បីសម្រាលឲ្យគាត់រុញច្រើនអញ្ចឹងរុញហើយបានយើងរៀបចំយកប៉ាន់យកអីមកមើលពណ៌មើលអីពិនិត្យគុណភាពអញ្ចឹងគឺទៅរុញទាំងអស់គ្នាអញ្ចឹងការងាររកកន្លែងដាក់បានទេបងប្អូនអីវ៉ាន់ច្រើនណាខាងរោងចក្រខ្ញុំចូលបងប្អូនអ្នកធ្វើការរោងចក្រខាងបងប្អូនអីវ៉ាន់ច្រើនដូចខាងខ្ញុំអត់ស្អែកប្រហែលជាថែមម៉ោងទៀតហើយបងប្អូនថ្ងៃអាទិត្យប្រហែលថែមម៉ោងដោយសារអីវ៉ាន់ច្រើនអញ្ចឹងអូនមើលស្រាប់ហើយរុញមួយថ្ងៃអត់ទាន់អស់ទៀតច្រើនណាស់យកមកពីកន្លែងហាលបងប្អូននោះម៉ាស៊ីនហាលបងមកវិលយើងពេលគេវេនយកគេហាលហើយគេទុកនៅកន្លែងនោះអញ្ចឹងមើលបងប្អូនការងារច្រើនណាស់មើលខោរកកន្លែងដាក់បានទេធ្វើទៅអត់ទាន់ឲ្យភ្ញៀវទេបងប្អូនការងារច្រើនណាស់គ្រប់ PO គ្រប់ style វាចឹងមានប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនដែលបានគាំទ្រវីដេអូខ្ញុំមួយហើយមួយទៀតចឹងជូនពរសុខសប្បាយទាំងអស់គ្នាអរគុណច្រើនបងប្អូន